មហាទស្សនីយភាពចង្វាក់បេះដូងខ្មែរនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025មហាទស្សនីយភាពដ៏អស្ចារ្យនេះនឹងអនុញ្ញាតឲ្យទស្សនិកជនភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនាដោយផ្ទាល់និងសេរីដែលប្រព្រឹត្តទៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តបណ្ណាល័យខាងត្បូងនៃប្រាសាទអង្គរដែលមានរយៈពេល3ថ្ងៃគឺថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផ្ទាល់តែម្ដងហើយព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏ថ្មីប្លែកមួយនៅក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025គិតមកដល់ពេលនេះក្រុមការងារសាងសង់នៃព្រឹត្តិការណ៍អង្គរសង្គ្រាន្តកំពុងតែមមាញឹកនៅក្នុងការសាងសង់សំណង់ផ្សេងៗដែលកន្លែងខ្លះសម្រេចបានប្រមាណជា60%ទៅហើយសម្រាប់ព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025នេះនឹងធ្វើឡើងចំនួន6ទីតាំងគឺមាននៅបរិវេណប្រាសាទអង្គរវត្តសួនច្បារព្រះរាជដំណាក់ដងស្ទឹងសៀមរាប Kings Road Pub Street និងអង្គរខ្ជុំយូដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតមានដូចជាការសម្ដែងទស្សនីយភាពចង្វាក់បេះដូងអង្គរកម្មវិធីភូមិខ្ញុំកម្មវិធីប្រកួតអុកកម្មវិធីក្បួនដង្ហែអង្គរសង្គ្រាន្តកម្មវិធីយុទ្ធគុណចម្រុះបុរាណខ្មែរកម្មវិធីរបាំបុរាណប្រពៃណីនិងប្រជាប្រិយកម្មវិធីសួនញញឹមអង្គរកម្មវិធីតោះលេងទឹកកម្មវិធីសួនមនីហតីកម្មវិធីផ្សារស្ទឹងសៀមរាបកម្មវិធីប្រណាំងរទេះគោក្របីសេះនិងពិធីស្រង់ព្រះជាដើមឯកឧត្តមសាមរតនាប្រធានក្រុមទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្គ្រាន្តបានឲ្យដឹងថាគិតត្រឹមថ្ងៃទី27ខែមីនាឆ្នាំ2025នេះសំណង់នៅក្នុងកម្មវិធីភូមិខ្ញុំឃើញថាសម្រេចបានប្រមាណជា60ទៅ70%ហើយចំណែកឯកន្លែងផ្សេងទៀតក៏កំពុងតែពន្លឿនការងារផងដែរជាមួយគ្នានេះមានកន្លែងខ្លះក៏មិនទាន់បានសាងសង់ដោយសារតែការងារទាំងនោះរងចាំគៀកថ្ងៃដល់ពិធីសិន